ចិត្តជាម្ដាយចង់ឲ្យកូនបានល្អមានកន្លងធ្វើមាគាជីវិតប្របីមិនចង់បានកាត់ដបស្នងសុំត្រឹមឲ្យកូនថ្លៃបានយល់នៅតម្លៃនៃគុណមេត្តាភាពជោគជ័យមិនសមដោយទ្រព្យសម្បត្តិឡើយសំខាន់ផ្លូវចិត្តធូរស្បើយគ្រួសារបានល្អមានញាតិមិត្តជុំវិញខ្លួនដែលមានចិត្តស្មោះសរទើបហៅថាបវរក្នុងជីវិតជាមេត្តាដៃ100ដូចពាក្យគេខាដៃមកខាងធ្វើការដៃមកខាងម្ដាយបីកូនភ្ញាដឹកនាំគោលដៅជួយមិនខាទួក្តៅរងាហ៊ានពុះពៀគ្រប់យ៉ាងមិនចាញ់បរោជាមនុស្សម្នាក់ដែលស្មោះត្រង់ជាមួយគោលដៅការងាររយៈជ្រៅបំពេញដោយភាពហ្មត់ចត់ឆ្ពោះទៅមុខជានិច្ចគ្មានឡើយពាក្យថាហត់រហូតរាំងបំពងមេ